នារីម្នាក់នេះអ្នកគ្នាព្រោះតែចង់ខ្លាចជាអ្នកមានក៏បាយកំណត់ទៅធ្វើជាចៅកោះផ្ទះគេដើម្បីយកទ្រព្យសម្បត្តិតែនេះមានឈ្មោះថា Rachel អាយុតែ9ឆ្នាំហើយរស់នៅក្នុងគ្រួសារមួយដែលមានជីវភាពសមរម្យប៉ុន្តែហេតុផលខ្លះហ្នឹងជីវិតប៉ុណ្ណឹងគឺនាងមិនស្កប់ស្កល់ទេនាងចង់ខ្លាចជាអ្នកមានម្នាក់ថ្ងៃមួយណា Rachel ក៏បានបបួលមិត្តជិតស្និទ្ធរបស់នាងម្នាក់ដែលមានឈ្មោះថា Nick អាយុតែ8ឆ្នាំហើយពួកគេក៏បានរៀបគម្រោងការរបស់ពួកគេទាំងពីរហ្នឹងសម្រាប់ជាថាទៅលួចកោះឡានអ្នកមានម្នាក់ដែលគេຕົកចោលហ្នឹងកោះឡានហ្នឹងដើម្បីយកទ្រព្យសម្បត្តិទាំងអស់ដែលនៅក្នុងឡានហ្នឹងមានអញ្ចឹងពួកគេក៏ធ្វើបានសម្រេចព្រមទាំងយកទ្រព្យសម្បត្តិដែលពួកគេលួចនៅក្នុងឡានហ្នឹងតែលក់ប៉ុន្តែលុយទាំងអស់ដែលពួកគេលក់បានហ្នឹងគឺវាមិនគ្រប់គ្រាន់សម្រាប់នាងទេនាងចង់បានច្រើនជាងហ្នឹងទៀតដល់ឥឡូវពួកគេនេះកំពុងតែរស់នៅក្នុងតំបន់ Los Angeles នៅ Calabasas ដែលជាតំបន់មួយដែលសម្បូរតារាល្បីៗរស់នៅអញ្ចឹងពួកគេក៏នឹកឃើញគំនិតមួយដោយ Rachel ហ្នឹងក៏បានទៅនិយាយជាមួយនឹង Nick ហ្នឹងនិយាយថាអេអា Nick និយាយចឹងយើងនៅតំបន់ហ្នឹងសម្បូរតារាល្បីៗមែនតាតែយើងទៅលួចទ្រព្យសម្បត្តិពួកហ្នឹងគិតមិនដែរមែនតានៅហ្នឹងសិតតារាល្បីៗមែនតាហើយមានពិបាករកអីគ្រាន់តែ search តាមអ៊ីនធឺណិតហ្នឹងទៅហើយគ្រាន់តែមើលតំបន់ដែលពួកគេរស់នៅក្នុង Los Angeles ហ្នឹងទៅវាចប់បាត់ហើយមានអីពិបាកផងមែនតាតោះយើងធ្វើតែម្ដងអញ្ចឹងនៅពួកគេក៏ដាក់គោលដៅទៅតារាម្នាក់ដែលមានឈ្មោះថា